mặtទី3គេឲ្យ a និង b ជាឫសនៃសមីការ 30x ការ៉េដក 4x ស្មើ 2026 រកតម្លៃនៃកន្សោម p ខាងក្រោម p យើងស្មើនឹង30គុណនឹង a ស្វ័យគុណ2026បូក b ស្វ័យគុណ2026ដកហូហែទៀតបាទតម្លៃនៃកន្សោម p យើងឃើញថាវាអាស្រ័យនឹង a ហើយនឹង b តែដល់ p a b យើងអត់ស្គាល់ទេប៉ុន្តែយើងដឹងថា AB នេះវាជាឫសរបស់សមីការនេះអញ្ចឹងបើសិនជា A និង B ជាឫសយើងយក A ហើយនឹង B ទៅចំនួនក្នុងអញ្ញត្តិ x ទៅវាคล้ายទៅជា A ហើយបើចំនួន B คล้ายទៅជា B យើងបានតំណែងនៅក្នុងសមីការនេះហើយប៉ុន្តែការចំនួននេះគឺមិនមែនចំនួនរកតម្លៃ AB ទេយើងចំនួនដើម្បីរកតម្លៃនៃកន្សោមស្វ័យគុណពីព្រោះអីកន្សោមនេះវាជាប់ស្វ័យគុណធំបាទយើងជំនួសរកកន្សោមតម្លៃស្វ័យគុណអញ្ចឹងសរុបមកវិញយើងរកតម្លៃ p តើយើងស្គាល់ AB ហើយ AB យើងស្គាល់ពីបានតើយើងយកមកជំនួសក្នុងសមីការនេះដោយសារវាជាឫសនៃសមីការមួយហ្នឹងអញ្ចឹងយើងជំនួសទៅវាត្រូវផ្ទៀងផ្ទាត់ក្នុងតំណែងហ្នឹងហើយអញ្ចឹងយើងរកតំណែងស្វ័យគុណរបស់ A ហើយនឹង B សិនដោយ A ជាឫសនៃសមីការ 30x ការ៉េដក 4x ស្មើ 2026បើសិនតែវាជាឫសគឺយើងចំនួន A ចូលក្នុង x ទៅវាផ្ទៀងផ្ទាត់នៅក្នុងសមីការហ្នឹងហើយអញ្ចឹងយើងចំនួនចូលទៅគេបាន 30a ការ៉េដក 4a ស្មើ 2026បាទឥឡូវយើងបានតំណែងនៃ a ហើយគឺ 30a ការ៉េដក 4a ស្មើ2026ប៉ុន្តែនៅក្នុងកន្សោមពេលយើងវាតាក់ទងស្វ័យគុណដល់ទៅ2026ធំនេះមានតែ a ការ៉េអញ្ចឹងមានន័យថាយើងត្រូវគុណបន្ថែមគុណបន្ថែមទៅម៉េចឲ្យចេញ2026ហើយយើងឃើញថានេះមាន2ហើយអញ្ចឹងយើងគុណថែមបាន2024មានន័យថាយើងត្រូវគុណថែមនឹង a ស្វ័យគុណ2024ដោយសារនេះវាមាន2ហើយហើយនេះទៅថែម2024ទៅបាន2026ប៉ុន្តែមុននឹងយើងគុណយើងមើលសិនយើងមើលលក្ខខណ្ឌនៃតម្លៃរបស់ a សិនតើតម្លៃរបស់ a អាចជាលេខ0អត់បើសិនតែវាជាលេខ0យើងគុណបន្ថែមអត់កើតទេពីព្រោះបើយើងគុណនឹង0ទៅកន្សោមខាងនេះក៏0កន្សោមខាងនេះក៏0យើងស្មើគ្នាបាត់ហើយវាឡើងមានអីត្រូវសិក្សាទៀតបាត់ហ្នឹងហើយអញ្ចឹងក្នុងការគុណបន្ថែមយើងត្រូវមើលលក្ខខណ្ឌថាវាស្មើ0អត់អាកន្សោមដែលយើងគុណបន្ថែមហ្នឹងដើម្បីដឹងថាស្មើ0ឬអត់យើងសាកយកលេខ0ទៅចំនួនក្នុងសមីការនេះមកបើសិនតែយើងចំនួនទៅវាផ្ទៀងផ្ទាត់គ្នាមានន័យថា a ស្មើ0អញ្ចឹងយើងគុណអត់កើតទេឥឡូវយើងយក a ស្មើ0ហើយយកលេខ0ទៅចំនួនក្នុងសមីការនេះមកតើវាផ្ទៀងផ្ទាត់អត់យើងចំនួនទៅអានេះបាន0នេះ0ដែរហើយ0ដក0សល់0ខាងនេះ2026អញ្ចឹងវាអត់ពិតទេវាអត់ផ្ទៀងផ្ទាត់ទេមានន័យថា a មិនស្មើ0ទេបើ a មិនស្មើ0យើងអាចគុណបានអញ្ចឹងយើងទៅសេមកយើងគុណអង្គទាំងពីរនឹង a ស្វ័យគុណ2024អញ្ចឹងគេបានយើងទៅសេអានេះមកវិញសិនហើយយើងដាក់គុណមក a ស្វ័យគុណ2024គុណនឹង 30a ស្វ័យគុណគុណ 30a ការ៉េដក 4a ស្មើ2026គុណនឹង a ស្វ័យគុណ2024យើងគុណបញ្ចូលមក
អានេះគោល VR ដូចគ្នាបូកនៃតួសន្ន2024បូកចូលគ្នានឹង2បាន2026អញ្ចឹងបាន30 a ស្វ័យគុណ2026ដក 4a អានេះមាន1ទៀតហើយថែមអានេះមួយទៀតបាន2025ស្មើ2026 a ស្វ័យគុណ2024ចឹងឥឡូវយើងបានតំណតំណង a ហើយយើងបាន a នេះវាជាប់30a ស្វ័យគុណ2026ធំធំហ្នឹងឃើញទេអញ្ចឹងយើងត្រូវរក b មួយទៀតយើងជំនួសដូចគ្នាមកយើងយក b នេះជំនួសក្នុងសមីការខាងដើមនេះមកដោយសារវាជារឹសយើងជំនួសទៅវាទៀងផ្ទាត់ដែរ b ជារឹសនៃសមីការ 30x ការ៉េដក 4x ស្មើ2026បាទជំនួសចូលទៅគេបាននេះជំនួសកន្លែង x កន្លែងណាមាន x ជំនួស b មក 30b ការ៉េដក 4b ស្មើ2026បាទដូចគ្នានេះដូចចូលតម្រងអានេះតម្រងដូចគ្នាគាត់តែយើងដូរអក្សរអញ្ចឹងយើងទាញយកនោះ 30b ស្វ័យគុណ2026យើងទាញយកនេះមកទៅទាញដូចគ្នាដូរតាអក្សរមកដក 4b ស្វ័យគុណ2025ស្មើនឹង2026b គុណ2024បាទអញ្ចឹងយើងបានតំណាក់តំណងនៃកន្សោម b មួយទៀតហើយតំណាក់តំណងនៃកន្សោម a ក៏យើងបានតំណាក់តំណងនៃកន្សោម b ក៏យើងបានអញ្ចឹងយើងចាប់ផ្ដើមទៅមើលកន្សោម p របស់យើងកន្សោម p របស់យើងគឺវាមានអានេះវាមាន a ស្វ័យគុណ2026បូកនឹង b ស្វ័យគុណ2026ហើយគុណនឹង30ទៀតអានេះមាន a ស្វ័យគុណ2026អញ្ចឹងនៅខ្វះផលបូកអញ្ចឹងយើងបូកមកនេះបូកអញ្ចឹងកន្លែងនេះគូដាក់តំណតំណងទី1នេះតំណតំណងទី2មកយើងបូកមកយើងយក1បូក2យកតំណតំណង1បូកតំណតំណង2អញ្ចឹងគេបានអានេះ 30a ស្វ័យគុណ2026បូក 30b ស្វ័យគុណ2026អញ្ចឹងយើងឃើញ30ដូចគ្នាយើងចាប់ជាកតាមក30កតានឹង a ស្វ័យគុណ2026យើងបូកដាក់សញ្ញាបូក 30b នេះយើងចាប់ដែរចាប់ទៅនៅសល់ b ស្វ័យគុណ2026បាត់វិញហើយតួបន្ទាប់តួមួយនេះចាប់សញ្ញាដក 4 ចេញមកនេះចាប់ដក 4នៅសល់ a ស្វ័យគុណ2025បូក b ស្វ័យគុណ2025វាស្មើនឹងខាងស្ដាំនេះ2026ដូចគ្នា2026ចាប់2026ចេញមក2026កតានឹង a ស្វ័យគុណ2024 b ស្វ័យគុណ2024បាទអញ្ចឹងយើងបានតំណាក់តំណងរបស់ផលបូកនេះ30គុណនឹង a ស្វ័យគុណ2026បូក b ស្វ័យគុណ2026ដក 4គុណនឹង a ស្វ័យគុណ2025បូក b ស្វ័យគុណ2025នេះវាស្មើប៉ុណ្ណេះបាទនេះអាភាគយករបស់ p នេះភាគយករបស់ p យើងស្គាល់ថាវាស្មើនឹង2026គុណប៉ុណ្ណេះអញ្ចឹងយើងជំនួសកន្លែង p យើងភាគយករបស់វាយើងជំនួសដោយប៉ុណ្ណេះមកហើយ p
ពេលស្មើប៉ុណ្ណឹងអញ្ចឹងចំនួនចូលមកនេះកន្សោមក30នេះមកប៉ុណ្ណេះអញ្ចឹងចំនួនប៉ុណ្ណេះចូលមកបាន2026គុណនឹង a ស្វ័យគុណ2024បូក b ស្វ័យគុណ2024នៅលើ a ស្វ័យគុណ2024បូក b ស្វ័យគុណ2024អញ្ចឹងកត្តានេះសម្រួលបានហើយនេះសម្រួលបាននៅសល់មកសល់2026អានេះតម្លៃពេលអញ្ចឹងចម្លើយយើងប៉ុណ្ណឹងដូចនេះពេលស្មើនឹង2026